មានពុកម៉ែបងប្អូនច្រើនក៏បានសាកសួរមកខាងក្រាស់តោនបាញ់ថ្នាំ100ថាបងកន្លែងបងមានតោនស្ងួតអត់ខ្ញុំចង់យកឡានទៅតោនស្ងួតអូខេឥឡូវយើងមកស្រាយចង្អុលជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទចំពោះខាងក្រាស់តោនបាញ់ថ្នាំ100រៀងគឺយើងមានតោនស្ងួតយូរមកហើយប៉ុន្តែគាត់តែយើងអត់បានបង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទពោះតោនស្ងួតពុកម៉ែបងប្អូនបានដឹងស្រាប់ហើយតោនស្ងួតគឺអត់ស្អាតដូចយើងតោនបាញ់ទេពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវនេះយើងក៏លេខមកមើលសកម្មភាពជាងដែលគាត់ធ្វើការតោនស្ងួតលើឡាន Escalade បាទហើយចំពោះឡាន Escalade នេះដែរគឺជាប្រភេទ Dara ពុកម៉ែបងប្អូនទាំងអស់គ្នាបាទចំពោះការតោនស្ងួតនេះគឺជាងយើងធ្វើការយកចិត្តទុកដាក់មែនទែនឥឡូវនេះគឺយើងចេញលទ្ធផលហើយពុកម៉ែបងប្អូនទាំងអស់គ្នាបាទគឺស្អាតពុកម៉ែបងប្អូនមេសតុងខ្ញុំអង្គុយយល់តងជាងបោះស្នេហ៍សារកាកងវងចាំនេះចាំតែកដាស់ចាំជុំតែខ្ញុំប្រាថ្នាចង់គុំមុំមួយព្រឹកទៅបាមួយតងអ្នកទៅគេនឹងទៅអ្នកមកគេនឹងមកទោះជានិស័យត្រូវបញ្ចប់ក៏លោកត្រូវថែរក្សាខ្លួនបងពុនផ្ដេសផ្ដាស់សង់វិមានធ្វើសួនច្បារទ្រព្យសម្បត្តិដែលបន្សល់មកតាំងពីដូនតារាប់ចំនួនត្រូវរលាយក្នុងដៃឯងធ្វើឲ្យប្រជារាស្ត្រពិបាកដោយតែគ្រប់គ្នានៅក្នុងចិត្តពួកឯងក្រៅពីវត្ថុបុរាណគំនូរចម្លាក់ធ្លាប់គិតពីប្រជារាស្ត្រទេប្រឡូកក្នុងសង្គមត្រូវចេះហាត់ពុតលុតដំខ្លួនឯងទី1ហៅគេថាបងមិនមែនតតែគេបងយើងទេវាជាការបង្ហាញនូវការគោរពគេមុន2ពេលខ្លួនមកយឺតសុំទោសគេអរគុណគេដែលរងចាំហើយពិន័យខ្លួនឯង3កែវការពិតចង់ខ្លាយជាអ្នករកស៊ីជោគជ័យម្នាក់គឺងាយស្រួលទេគឺត្រូវការមធ្យោបាយ4យ៉ាងមធ្យោបាយស្អីទៅទី1ឧស្សាហ៍កិច្ចការគឺត្រូវតែធ្វើដោយផ្ទាល់ដៃពេលចាំលោកពោលថាមិនធ្វើមិនបានជំនួយឲ្យចុះមធ្យោបាយទី2សុខចិត្តរកស៊ីជាមួយគេមិនមែនតែម្ដងទេគឺសម្រាប់មន់យកពងគឺផ្ដាច់ផ្លូវខ្លួនឯងទី3ប្រាជ្ញាគឺធ្វើជាអ្នកអ្វីដែលខ្ញុំចង់និយាយថ្ងៃនេះគឺខ្ញុំអត់និយាយទេដោយសារតែខ្ញុំអត់មានអីនិយាយឥឡូវខ្ញុំនិយាយហើយសួរថាខ្ញុំនិយាយដើម្បីអីដោយសារតែខ្ញុំអត់មានអីនិយាយទី1ទី2ហើយនិងទី3សារអ្វីដែលធ្វើឲ្យយើងនឿយហត់មិនមែនជាសម្ពាធការងារយើងនោះទេគឺចិត្តខ្លួនឯងធ្វើចិត្តឲ្យសប្បាយរៀនរកកន្លែងរីករាយនឹងការងារយើងមិនអាចគេចវេះបានទេដូច្នេះយើងត្រូវរៀនធ្វើចិត្តមេសតុងខ្ញុំអង្គុយយល់តងជាងបោះស្នេហ៍សារកាកងវង